ប្រិយមិត្តអស់លោកអ្នកស្ដាប់ជាទីមេត្រីលោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថាសហរដ្ឋអាមេរិកនឹងដាក់ពន្ធថ្មីលើប្រទេសអឺរ៉ុបជាច្រើនលុះត្រាតែមានកិច្ចព្រមព្រៀងសម្រាប់ការទិញ Greenland ដែលធ្វើឲ្យការជំរុញរបស់លោកចំពោះការគ្រប់គ្រងទឹកដីអាទីនដែលគ្រប់គ្រងដោយប្រទេសដាណឺម៉ាកកាន់តែធ្ងន់ធ្ងរឡើងលោក Trump បាននិយាយថាលោកនឹងដាក់ពន្ធ 10% លើទំនិញទាំងអស់ពីប្រទេសដាណឺម៉ាក នូវែល ស៊ុយអែត បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស ហូឡង់ និងហ្វាំងឡង់ចាប់ពីថ្ងៃទី1 ខែកុម្ភៈដោយកើនឡើងដល់ 25% នៅថ្ងៃទី1 ខែមិថុនារហូតដល់កិច្ចព្រមព្រៀងត្រូវបានសម្រេចលោក Trump បានសរសេរក្នុងសារ Social ថាយើងបានឧបត្ថម្ភធនដល់ប្រទេសដាណឺម៉ាកនិងប្រទេសទាំងអស់នៃសភាអឺរ៉ុបនិងប្រទេសដទៃទៀតអស់រយៈពេលជាច្រើនឆ្នាំដោយមិនគិតពន្ធឬទម្រង់ផ្សេងទៀតនៃប្រាក់បំណាច់ឥឡូវនេះបន្ទាប់ពីរាប់សតវត្សមកហើយវាដល់ពេលហើយសម្រាប់ប្រទេសដាណឺម៉ាកដើម្បីតបស្នងវិញសន្តិភាពពិភពលោកកំពុងស្ថិតក្នុងហានិភ័យលោក Trump មិនបានបញ្ជាក់ពីលក្ខខណ្ឌនៃពន្ធដែលលោកមានគម្រោងដាក់លើប្រទេសអឺរ៉ុបនោះទេហើយក៏មិនបានបញ្ជាក់ថាតើពន្ធ 10% គឺលើសពីអ្វីដែលពួកគេកំពុងបង្រួចហើយឬអត់ទូរទស្សន៍ CNN បានតាក់ទងទៅសេតវិមានដើម្បីសុំការអត្ថាធិប្បាយការគម្រាមកំហែងពន្ធរបស់ប្រធានាធិបតីត្រូវបានឆ្លើយតបដោយព្រួយបារម្ភពីមេដឹកនាំអឺរ៉ុបរួមទាំងសហរដ្ឋមន្ត្រីបរទេសដាណឺម៉ាកលោកឡាឡូគីរ៉ាស្ម៉ាសែនដែលបាននិយាយថាខ្លាយជារឿងគួរឲ្យភ្ញាក់ផ្អើលបន្ទាប់ពីកិច្ចប្រជុំប្រកបដោយស្ថាបនាជាមួយអនុប្រធានាធិបតី JD Vance និងរដ្ឋមន្ត្រីការបរទេស Marco Rubio កាលពីដើមសប្តាហ៍នេះទន្ទឹមនឹងនេះអ្នកតាក់តែងច្បាប់សភាអឺរ៉ុបបានអំពាវនាវឲ្យផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលសហភាពអឺរ៉ុបបានឈានដល់ជាមួយសហរដ្ឋអាមេរិកកាលពីឆ្នាំមុនលោក Trump ក៏បានព្រមាននៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកថាការដាក់ពង្រាយបុគ្គលិកយោធារបស់ប្រទេសអឺរ៉ុបទៅកាន់ Greenland មានចំនួនស្ថានភាពគ្រោះថ្នាក់ខ្លាំងសម្រាប់សុវត្ថិភាពសន្តិសុខនិងការរស់រានមានជីវិតនៃភពផែនដីរបស់យើងខណៈពេលដែលវាមិនចាំបាច់ជារឿងធម្មតាទេសម្រាប់ប្រទេសក្នុងការបញ្ជូនទ្រព្យសម្បត្តិយោធាសម្រាប់សមយុទ្ធនៅ Greenland ពេលវេលានេះតំណាងឲ្យការបង្ហាញការគាំទ្រយ៉ាងសំខាន់ចំពោះប្រទេសដាណឺម៉ាកនិងគូសបញ្ជាក់ពីភាពតានតឹងនៅក្នុងសម្ព័ន្ធភាពឆ្លងមហាសមុទ្រអាត្លង់ទិកលោករ៉ាម៉ាសែនបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថាយើងយល់ព្រមជាមួយសហរដ្ឋអាមេរិកថាយើងត្រូវធ្វើបន្ថែមទៀតព្រោះតំបន់អាក់ទិកដែលជាតំបន់ដែលមានភាពតានតឹងទៀតហើយនោះហើយជាមូលហេតុដែលយើងនឹងដៃគូ NATO កំពុងបង្កើនដំណាភាពពេញលេញជាមួយអាមេរិករបស់យើងលោក Trump បានបន្ថែមក្នុងសាររបស់លោកថាសហរដ្ឋអាមេរិកបានស្វែងរកការទិញយក Greenland អស់រយៈពេលជាង150ឆ្នាំមកហើយបានអះអាងថាប្រព័ន្ធអាវុធទំនើបនិងគម្រោងការមីស៊ីលរួមទាំង Golden Dome ធ្វើឲ្យការគ្រប់គ្រងទឹកដីមានសារៈសំខាន់ជាពិសេសសេចក្តីថ្លែងការណ៍ដដែលរបស់លោកបានធ្វើឲ្យទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិកនិងដាណឺម៉ាកកាន់តែតានតឹងដែលអាណាចក្ររបស់ខ្លួនមាន Greenland ដែលជាទឹកដីស្វយ័តដែលមានរដ្ឋាភិបាលខ្លួនឯងយ៉ាងទូលំទូលាយនិងសន្និសិទក្នុងការសម្រេចចិត្តដោយខ្លួនឯងខណៈពេលដែលជំរុញឲ្យមានការថ្កោលទោសពីរដ្ឋសភាសមាជិកអឺរ៉ុបរបស់ NATO ផងដែរពន្ធគយដែល Trump បានគម្រាមកំហែងទំនាក់ទំនងនឹងត្រូវដាក់ក្រោមច្បាប់អំណាចសេដ្ឋកិច្ចបន្ទាត់អន្តរជាតិច្បាប់ដែលប្រធានាធិបតីបានលើកឡើងក្នុងបទបញ្ជាប្រតិបត្តិពីមុនដែលបានគូសបញ្ជាក់ពីពន្ធគយដែលប្រើដើម្បីបង្វែរប្រទេសនានាទៅតាមឆន្ទៈរបស់លោកតុលាការកំពូលត្រូវបានគេរំពឹងថានឹងសម្រេចនៅក្នុងសប្តាហ៍ខាងមុខនេះថាតើលោក Trump អាចប្រើប្រាស់អំណាចបន្ទាន់ដែលបានឲ្យនៅក្នុងច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិដើម្បីដាក់ពន្ធគយឬអត់ក្រុមហាក់ដូចជាមានការសង្ស័យចំពោះការប្រើប្រាស់ច្បាប់នេះរបស់លោក Donald Trump ពីព្រោះវាមិនបានលើកឡើងអំពីពន្ធគយទេប្រសិនបើលោក Trump មិនអាចប្រើប្រាស់អំណាចបន្ទាន់
ដើម្បីដាក់ពន្ធគយទេលោកមានច្បាប់ផ្សេងទៀតដែលលោកអាចប្រើប្រាស់បានប៉ុន្តែច្បាប់ទាំងនេះមានទំនាក់ទំនងកំណត់ក្នុងវិសាលភាពនិងរយៈពេលដែលពួកគេអាចត្រូវបានជួលនោះអាចកំណត់ប្រយោជន៍នៃពន្ធគយជាឧបករណ៍មួយដើម្បីដាក់សម្ពាធលើប្រទេសដទៃទៀតឲ្យផ្ដល់ឲ្យលោកត្រាំធ្វើអ្វីដែលគាត់ចង់បានដូចជា Greenland ជាដើមប្រទេសដែលលោកត្រាំបានគម្រាមកំហែងរួចហើយគឺត្រូវទទួលរងពន្ធគយយ៉ាងហោចណាស់ 10% វាមិនច្បាស់ទេថាតើកិច្ចព្រមព្រៀងដែលមានស្រាប់ជាមួយចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុបនឹងជំនួបពន្ធគយថ្មីឬអត់កិច្ចព្រមព្រៀងទាំងនោះដែលសម្រេចបានកាលពីឆ្នាំមុនបានបង្ហាញពីករណីលើកលែងមួយចំនួនចំពោះអត្រាសម្រាប់ការនាំចូលទៅកាន់សហរដ្ឋអាមេរិកមេដឹកនាំអឺរ៉ុបបានរិះគន់យ៉ាងឆាប់រហ័សចំពោះការគម្រាមកំហែងរបស់លោកត្រាំដោយប្រធានាធិបតីបារាំងអ៊ីម៉ាណែលម៉ាក្រុនបានដាក់ឈ្មោះពួកគេថាมันអាចទទួលយកបានហើយនិយាយថាអឺរ៉ុបនឹងឆ្លើយតបតាមរបៀបសម្របសម្រួលប្រសិនបើពួកគេបានបញ្ជាក់នាយរដ្ឋមន្ត្រីអង់គ្លេស Keir Starmer បានបន្តអារម្មណ៍ទាំងនោះដោយនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថាការអនុវត្តពន្ធគយលើពន្ធមិត្តសម្រាប់ការបន្តសន្តិសុខរួមរបស់សម្ព័ន្ធមិត្ត NATO គឺខុសទាំងស្រុងនាយរដ្ឋមន្ត្រី Novel លោកJonas Caster បាននិយាយថាការគម្រាមកំហែងមិនមានកន្លែងក្នុងចំណោមពន្ធសម្ព័ន្ធមិត្តទេខណៈដែលប្រធានាធិបតីហ្វាំងឡង់លោក Alexander Stubb បាននិយាយថាបញ្ហារវាងដៃគូត្រូវបានដោះស្រាយយ៉ាងល្អបំផុតតាមរយៈការពិភាក្សាមិនមែនសម្ពាធនោះទេលោកអាន់តូនីយ៉ូកូស្តាប្រធានក្រុមប្រឹក្សាអឺរ៉ុបបាននិយាយថាលោកកំពុងសម្របសម្រួលការឆ្លើយតបរួមគ្នាពីរដ្ឋសភាសមាជិកនៃសភាអឺរ៉ុបលែងពីប្រទេសបារាំងបារ៉ាកាយបន្ទាប់ពីសភាអឺរ៉ុបនិងប្លុក Microsoft របស់អាមេរិកខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចកម្មវិធីលើពាណិជ្ជកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មលោកកូស្តាបានអំពាវនាវឲ្យមានតំបន់សភាសមាហរណកម្មសេដ្ឋកិច្ចបន្ថែមទៀតជំនួសឲ្យការដំឡើងពន្ធលោកបានមានប្រសាសន៍ថាប្រសិនបើយើងចង់បានវិបុលភាពយើងត្រូវតែបើកទីផ្សារមិនមែនបិទទីផ្សារនោះទេលោក Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបក៏បានប្រឆាំងនឹងការគម្រាមកំហែងពន្ធផងដែរដោយនិយាយថាពួកគេធ្វើឲ្យខូចទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់តិកនិងប្រឈមនឹងការធ្លាក់ចុះដល់គ្រោះថ្នាក់